តារាសម្ដែងស្រីអ្នកនាងកឹមលីសាបង្ហោះរូបភាពមួយសន្លឹកកំពុងធ្វើឲ្យមហាជនព្រួយបារម្ភខណៈអ្នកនាងបានពោលថាស្ទើរតែមិនគួរឲ្យជឿថាខ្លួនឯងអាចមានជីវិតលើផែនដីនេះទៀតអាចនិយាយបានថាអ្នកនាងកឹមលីសាជាតារាសម្ដែងស្រីម្នាក់នៅតែទទួលបាននូវប្រជាប្រិយភាពពីសំណាក់ទស្សនិកជនគ្រប់ទិសទីបើទោះបីតារាស្រីរូបនេះធ្លាប់បានឃ្លាតឆ្ងាយពីវិស័យសិល្បៈអស់ជាច្រើនឆ្នាំទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីយ៉ាងណាមិញមួយរយៈចុងក្រោយនេះមហាជនគេសង្កេតឃើញថាអ្នកនាងកឹមលីសាហាក់បីដូចជាមមាញឹកជាមួយនឹងមុខជំនួញផ្ទាល់ខ្លួនតែកំពុងទទួលបានភាពជោគជ័យហើយក៏ឃើញវត្តមានរបស់អ្នកនាងសាឡើងវិញតាមរយៈការសម្ដែងរឿងនានានៅក្នុងកម្មវិធីទូរទស្សន៍ជាញឹកញាប់ផងដែរដល់ឡែកនៅមុននេះបន្តិចនាថ្ងៃទី31ខែឧសភាឆ្នាំ2025នេះមហាជនអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលនិងបង្ហាញក្តីព្រួយបារម្ភខណៈនៅលើគណនីរបស់អ្នកនាងកឹមលីសាបានបង្ហោះរូបភាពមួយសន្លឹកប្រឡូកប្រឡាក់ភក់ពេញមុខនឹងដងខ្លួនហាក់ដូចជាមានគ្រោះថ្នាក់អ្វីមួយដោយក្នុងនោះអ្នកនាងបានភ្ជាប់នៅសំណេរថាស្ទើរតែមិនគួរឲ្យជឿថាខ្លួនឯងអាចមានជីវិតលើផែនដីនេះទៀតអរគុណម្ចាស់ទឹកម្ចាស់ដីខេត្តមណ្ឌលគិរីដែលជួយទ្រជីវិតខ្ញុំក្រោមការបង្ហោះនោះអ្នកលេងបណ្ដាញសង្គមជាច្រើនបានចូលទៅខមមិនសួរសុខទុក្ខនិងចង់ដឹងពីមូលហេតុនៃរូបភាពមួយនេះដោយអ្នកខ្លះយល់ឃើញថាជាការសម្ដែងប៉ុន្តែត្រូវបានអ្នកនាងកឹមលីសាទម្លាយឲ្យដឹងថារូបភាពនេះគឺជារូបដែលអ្នកនាងបានជួបគ្រោះថ្នាក់នៅក្នុងអំឡុងពេលថតរឿងក្នុងទឹកដីខេត្តមណ្ឌលគិរីប៉ុន្តែអ្នកនាងក៏មិនបានកាត់អ្វីធ្ងន់ធ្ងរនោះដែរពលគឺបច្ចុប្បន្នអ្នកនាងមានសុខភាពធម្មតា